អ្នកដែលជួយជិតញ៉ាំ steak សាច់គោប្រកាសជាដឹងហើយថាទៅញ៉ាំនៅហាងម្ដងចំណាយលក់អស់ច្រើនខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាអាចមកសាកធ្វើ steak តាមវិធីខ្ញុំបានធានាថារសជាតិឆ្ងាញ់ហើយអស់លុយតិចទៀតអញ្ចឹងប្រភេទសាច់គោដែលខ្ញុំយកមកប្រើហ្នឹងគឺសាច់គោខ្មែរយើងអញ្ចឹងដំបូងយកសាច់គោហ្នឹងមកប្រឡាក់សិនបានប្រឡាក់សាច់គោហ្នឹងជាមួយនឹងគ្រឿងទេស Queen មានគ្រឿងទេសនេះ1គីឡូជួយសម្រួលការងារយើងបានច្រើនខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីប្រឡាក់សាច់ហើយកម្ដៅខ្ទះហើយបន្ថែមប្រេងអូលីវចូលបន្តិចបន្តមកទៀតបន្ថែមប៊ឺសាបចូលម្ដុំមកចាំយើងយកសាច់គោដែលយើងបានប្រឡាក់មុនហ្នឹងមកចៀនខ្ញុំបានបន្ថែមខ្ទឹមចូល5កាពឹកដើម្បីបង្កើនក្លិនឈ្ងុយឲ្យសាច់គោយើងដោយសារតែក្នុងគ្រឿងទេស Queen ហ្នឹងមាន rosemary ហើយអញ្ចឹងយើងបាច់ចំណាយលុយទៅទិញ rosemary ដើម្បីមកចៀន steak ហើយសម្រាប់ការចៀន steak ហ្នឹងខ្ញុំប្រើប្រាស់ភ្លើងខ្លាំងខ្ញុំចៀនវាសងខាងរយៈពេល5នាទីខ្ញុំចង់បានឲ្យសាច់ខាងក្រៅហ្នឹងវាមានសភាពរាងក្រៀមតិចតិចពេលដែលយើងហាន់មកទៅសាច់យើងឆ្អិនតែ 70% អញ្ចឹងយើងមកធ្វើទឹក sauce ម្ដងខ្ញុំដាក់ប៊ឺចូលបន្តិចហើយខ្ញុំបន្ថែមខ្ទឹមបារាំងចូលលេងឲ្យខ្ទឹមបារាំងយើងឡើងរាងលឿងហើយចាំយើងដាក់ខ្ទឹមសចូលមើលទៅថាវាប្រែពណ៌រាងឡើងកម្ៅជាងនឹងហើយយើងបន្ថែមទឹកចូលបើអ្នកទាំងអស់គ្នាមាន chicken stock ឬក៏ beef stock កាន់តែល្អបន្តមកទៀតបន្ថែម cooking cream ចូលហើយយើងរងាស់ sauce ហ្នឹងឲ្យវារៀងដាច់ទឹកតិចមកចាំយើងបន្ថែមគ្រឿងចូលគ្រឿងដែលខ្ញុំប្រើនោះមានអីច្រើនទេមានតែគ្រឿងទេស Queen ហើយជាមួយនឹងម្រេច sauce ហ្នឹងដាក់ម្រេចកាន់តែច្រើនកាន់តែឆ្ងាញ់មើលថាទឹក sauce ហ្នឹងវាដាច់ទឹកហើយវាឡើងរៀងខាប់តែប៉ុណ្នេះបានហើយចំពោះបន្លែញ៉ាំមួយ steak ហ្នឹងអ្នកទាំងអស់គ្នាជួយញ៉ាំអីអាចដាក់នឹងបានថ្ងៃនេះខ្ញុំមានខ្ទឹមបារាំងការ៉ុតហើយជាមួយនឹង asparagus ខ្មែរយើងគេហៅតែពាំងបារាំងយើងចំអិនតែវាឆ្អិនមកបានហើយមកមើលសាច់គោយើងវិញអិនល្មមហ្មងហើយខាងក្នុង juicy ខ្លាំងមែនតើតាមពិតទៅការចំអិន steak អត់ពិបាកដូចអ្នកនរគ្នាគិតទេគ្រាន់តែថាយើងត្រូវចំណាយពេលរៀងយូរបន្តិចសារតែគ្រឿងវាជិបចុបរៀងច្រើនប៉ុន្តែនៅពេលដែលយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងទៅចំណាយលុយអស់តិចហើយបានរសជាតិឆ្ងាញ់ទៀត